តោះស្វាគមន៍មកកាន់ Channel HAU សសរត្រេតតោះយើងត្រឡប់មកមេរៀនចាស់របស់យើងដដែលហើយអូខេអញ្ចឹងមេរៀនរបស់យើងវាអត់អីថ្មីទេប៉ុន្តែបើយើងនិយាយអំពី model មួយនេះគឺវាល្អសម្រាប់អ្នកដែលគាត់ទៅចាប់ផ្ដើមថ្មីអញ្ចឹងតោះអញ្ចឹងមុននឹងយើងចូលទៅដល់ model ដែលវានិយាយអំពី liquidity អញ្ចឹងយើងត្រូវសិក្សាអំពី external ឬក៏ internal អញ្ចឹងទៅអញ្ចឹងគឺខ្ញុំនឹងបញ្យល់អំពី external range liquidity អូខេអញ្ចឹងបើយើងនិយាយអំពី external liquidity អូខេគឺជាសាច់ប្រាក់ដែលស្ថិតនៅខាងក្រៅមានន័យថា external គឺជាផ្នែកខាងក្រៅមានថាលំហូរសាច់ប្រាក់ខាងក្រៅអញ្ចឹងទៅដែលវាស្ថិតនៅក្នុង swing high ឬក៏ swing low អូខេ swing low ឬក៏ high ចាស់ឬក៏ low ឬក៏ស្ថិតនៅក្នុង equal high ឬក៏ equal low តម្លៃដែលស្មើគ្នាឬក៏ប្រហាក់ប្រហែលគ្នាអញ្ចឹងទៅអូខេអញ្ចឹងមានន័យថាវានេះនៅក្នុងនៅក្នុង external ហ្នឹងគឺវាជាចំណុចដែល trader ដូចជាយើងអីផ្សេងហ្នឹងគឺជាកន្លែងដែលដាក់ stop loss អូខេអញ្ចឹងយើងត្រូវប្រយ័ត្នកន្លែងហ្នឹងអំពី external range liquidity តោះបន្ទាប់មកយើងនិយាយអំពីផ្នែកខាងក្នុងម្ដងផ្នែកខាងក្នុង internal គឺជាសាច់ប្រាក់ដែលស្ថិតនៅខាងក្នុងអូខេគឺជាចន្លោះ range នេះចន្លោះ high ឬក៏ low របស់ external អញ្ចឹងបើយើងនិយាយអំពី structure វាស្ថិតនៅក្នុង swing high ឬក៏ swing low អញ្ចឹងទៅតោះហើយបច្ចុប្បន្នវាកាត់ឡើងនៅពេលដែលតម្លៃកំពុងតែធ្វើការតម្រូវឬក៏ retracement អូខេហើយនៅក្នុង internal យើងមានពីរលក្ខខណ្ឌសម្រាប់ការប្រើប្រាស់អូខេទី1 fair value gap ឬក៏ចំណុច order block អូខេហើយមានចំណុចមួយទៀតប៉ុន្តែគឺយើងអត់មានថាអត់បន្ថែមទេអញ្ចឹងបើយើងនិយាយឬក៏សិក្សាទូទៅអូខេនៅពេលដែលតម្លៃមួយបង្កើត external ឬក៏ internal ឧទាហរណ៍ internal នៅពេលដែលវាមានការប្រើប្រាស់ internal តម្លៃមួយហ្នឹងវានឹងមានលទ្ធភាពអាចរត់ទៅរក external នៅពេលដែលតម្លៃមួយមានការប្រើប្រាស់ external ឬក៏មានការ sweep high ឬក៏អូខេមានការប្រើប្រាស់ swing high equal low ឬក៏ high ចាស់ high ថ្មីអីចឹងទៅអញ្ចឹងតម្លៃមួយហ្នឹងវានឹងមានលទ្ធភាពទៅរកតម្លៃ fair value gap ឬក៏ចំណុច order block របស់យើងឬក៏រត់ទៅរក internal អីចឹងទៅអញ្ចឹងត្រឡប់មកវិញនេះគឺជា time frame ជាក់លាក់មួយដែលខ្ញុំតែងតែ recommend អូខេឧទាហរណ៍អ្នកទាំងគ្នាឃើញតម្លៃ internal ឬក៏ external ស្ថិតនៅក្នុង daily អញ្ចឹងយើងត្រូវផ្លាស់ប្ដូរ1ម៉ោង time frame អូខេបើ1ម៉ោង time frame យើងសិក្សាមើលគឺសម្រាប់ការ entry វាអាចនឹងស្មើនឹង swing trade អីវាមួយ position មានថាមួយ position របស់យើងវាអាចចំណាយពេលយូរអញ្ចឹងអញ្ចឹងយើងត្រូវផ្លាស់ប្ដូរមួយឬក៏5នាទីនេះដើម្បីរកឱកាសសម្រាប់ចូលទីផ្សារដើម្បីឲ្យ position របស់យើង stop loss ទូជាងមុនហើយអាច take risk បានលឿនអញ្ចឹងតើវាស្មើនឹងអ្នក trade ប្រចាំថ្ងៃអូខេអញ្ចឹងអូខេមួយទៀតយើងក៏អាចមានលទ្ធភាពចូលទីផ្សារនៅក្នុង1ម៉ោង time frame ដែរប៉ុន្តែយើងត្រូវទម្លាក់ lot size ឲ្យទូចអ្វីដែលយើងបានកំណត់ risk មួយ position យើងខាតប៉ុន្មានអញ្ចឹងទៅប៉ុន្តែវាអាចចំណាយពេលយូរសម្រាប់ការ hold អញ្ចឹងទៅហើយបើមានព័ត៌មានណាមួយចូលមកក្នុងទីផ្សារវាអាចធ្វើឲ្យតម្លៃហ្នឹងប្រែប្រួលទៀតអញ្ចឹងយើងត្រូវការផ្លាស់ប្ដូរមក5នាទី time frame អូខេបន្ទាប់មក time frame ឧទាហរណ៍យើងមើលនៅក្នុង4ម៉ោងនេះ external ឬក៏ internal 4ម៉ោងយើងត្រឡប់មក15នាទីអូខេហើយបន្ទាប់មក3នាទីយើងដូចមានថាដូចខាងលើដែរទេខ្ញុំបញ្យល់ដូចខាងលើដែរទេចំពោះទី2ចំណុច1ម៉ោងចំណុច1ម៉ោងជាទូទៅនៅក្នុង external ឬក៏ internal 1ម៉ោងគឺវា the best សម្រាប់ការ entry មែនទែនដោយសារវាកើតឡើងហើយក៏យើងអាចដឹងលំហូររបស់ទីផ្សារដែរនៅពេលដែលវាបង្កើតនៅក្នុង time frame 1ម៉ោងគឺយើងគ្រាន់តែសិក្សាអំពីលំហូររបស់ទីផ្សារឬក៏សិក្សាអំពី liquidity តិចតួចយើងនឹងរកឱកាសសម្រាប់ចូលទីផ្សារអញ្ចឹងទៅគឺវាល្អអូខេសម្រាប់1ម៉ោងអញ្ចឹងនៅពេលដែលយើងសិក្សាមើលនៅ1ម៉ោងអញ្ចឹងយើងត្រូវផ្លាស់ប្ដូរមក5នាទីឬក៏3នាទីអញ្ចឹងចំណុចមួយនេះ1ម៉ោងយើងមិនចាំបាច់ប្រើ3នាទីក៏បានដែរយើងប្រើត្រឹមតែ5នាទីសម្រាប់ការចូល position របស់យើងឬក៏ចូលទីផ្សារអញ្ចឹងទៅតោះអញ្ចឹងត្រឡប់មកវិញឧទាហរណ៍យើងមកមើលក្នុង chat មួយនេះឧទាហរណ៍តម្លៃមួយនេះកំពុងតែឡើងអញ្ចឹងទៅអូខេប៉ុន្តែបែរជាតម្លៃមួយហ្នឹងវាបានចុះមកចាក់ចូលទៅក្នុងផ្នែកខាងក្នុងរបស់យើងយកដឹងថាចាក់ចូល IPG អូខេជាទូទៅវាតែងតែចាក់ចូលនៅក្នុង IPG មុនដែលវាចាក់ចូលដល់ចំណុច order block របស់យើងអូខេអញ្ចឹងពេលខ្លះវាអាចនឹងចាក់ចូលដល់ចំណុច
auto block ខាងក្រោម keyword កន្លែង strong 02នេះអូខេអញ្ចឹងយើងអត់ដឹងទេអញ្ចឹងតម្លៃមួយហ្នឹងនៅពេលដែលវាចាក់ចូលនៅក្នុងអូខេផ្នែកខាងក្នុងរបស់ទីផ្សារតម្លៃមួយហ្នឹងវាមានលទ្ធភាពមកបំបីចំណុច high ឬក៏ external range liquidity ឬក៏ចំណុច swing high ឬក៏ swing low ឬក៏ equal អញ្ចឹងទៅហ្នឹងយើងត្រូវសិក្សាមើលកន្លែងហ្នឹងប៉ុន្តែឧទាហរណ៍នៅពេលដែលតម្លៃមួយមានការប្រើប្រាស់អូខេនេះ swing high ពីចំណុចមួយនេះមកនេះអញ្ចឹងតម្លៃមួយហ្នឹងយើងអាចមានឱកាសសម្រាប់ចូលទីផ្សារតាំងពីតម្លៃដែលវាបានចុះមកនេះមានការប្រើប្រាស់ swing high អញ្ចឹងយើងនឹងរក position short ឬក៏ sell ទម្លាក់តម្លៃនឹងចុះមកដល់ target របស់យើងអូខេត្រឹមចំណុច internal fair value gap ឬក៏ចំណុច order block អញ្ចឹងទៅអញ្ចឹងយើងអាចមានឱកាសពីប៉ុន្តែបើទីផ្សារមួយនោះអត់មានការប្រើប្រាស់ទៅលើនេះ external ទេអូខេអញ្ចឹងយើងនឹងរកឱកាសបាយឡើងវិញយើងមិនមានលទ្ធភាពសម្រាប់រកឱកាស sell ទេអូខេវាមានប៉ុន្តែយើងអត់ដឹងថាប្រើអីដើម្បី confirm ជាមួយនឹង liquidity នេះ internal ឬក៏ external អញ្ចឹងទៅព្រោះយើងបាននិយាយឲ្យថា external នៅពេលដែលមានការប្រើប្រាស់ external តម្លៃហ្នឹងនឹងរុញមក internal អញ្ចឹងទៅពេលខ្លះតម្លៃហ្នឹងវាមានការប្រើប្រាស់ external ក៏មិនប្រកាសថាវារត់មករក internal ដែរអញ្ចឹងយើងត្រូវសិក្សាច្រើនអូខេតោះអញ្ចឹងនៅតម្លៃបែបហ្នឹងអូខេអញ្ចឹងវាបានចាក់ចូលទៅក្នុង internal ផ្នែកខាងក្នុងរបស់យើងហើយមួយទៀតយើងត្រូវសិក្សាអំពី liquidity បង្កប់នៅក្នុង low time frame ដែលយើងបានចូល entry នៃ position របស់យើងអញ្ចឹងយើងត្រូវសិក្សាច្រើនតោះអញ្ចឹងឧទាហរណ៍ថានេះគឺស្ថិតនៅក្នុង time frame 1 ម៉ោងរបស់យើងអូខេគឺនេះគឺពណ៌ក្រហមហើយនេះគឺជាចំណុច5នាទីរបស់យើងអូខេចំណុច5នាទីពេលខ្លះទីផ្សារខ្លះអូខេអាចបង្កើតតម្លៃបែបហ្នឹងហើយនេះបង្កើតតម្លៃមានន័យថាទទួលបាន structure ទទួលបាន market structure ship យើងនឹងរកឱកាស buy រុញតម្លៃនឹងឡើងអញ្ចឹងទៅពេលខ្លះវាអាចនឹងមានថាមក clear liquidity ស៊ីដល់ liquidity ឬក៏ stop hand អញ្ចឹងទៅអញ្ចឹងមានថាវាមកស៊ីម្ដងហើយទៅវាអូខេនេះទៅវាមានលទ្ធភាពបង្កើតការ confirm មកតង់ទៀតនៅក្នុង low time frame អូខេដើម្បីរុញតម្លៃនឹងឡើងអញ្ចឹងទៅហើយមួយទៀតចំណុចដែលស្ថិតនៅក្នុងនេះចិត្តដល់ចំណុច swing high កន្លែងហ្នឹងអូខេយើងត្រូវសិក្សាចំណុច candle order block ឬក៏ POI របស់យើងវាគឺជា strong supply មួយដែលមានថានៅពេលដែលតម្លៃមួយកើតបាន swing high ឬក៏ swing low គឺជាតម្លៃមួយដែលរុញចុះអញ្ចឹងមានថាបណ្ដុំ order នៅចំណុចហ្នឹងអញ្ចឹងអូខេយើងត្រូវដាក់ចំណុច TP របស់យើងឧទាហរណ៍យើងបានចូល position ពីចំណុចនេះមកហើយ SL របស់យើងត្រឹមនេះចុះអញ្ចឹង TP របស់យើងអូខេត្រឹមនេះមកបានហើយត្រឹម POI ឬក៏ supply ខាងលើហ្នឹងហើយហេតុអីมันមានលទ្ធភាពផ្ដាច់ចំណុច high ហ្នឹងអូខេយើងត្រូវដឹងឲ្យថានៅពេលដែលតម្លៃមួយបានរុញតម្លៃចុះគឺតម្លៃខាងលើហ្នឹងគឺជាបណ្ដុំ order មួយដែលសេសសល់អញ្ចឹងទៅអញ្ចឹងអូខេពេលខ្លះវាទៅដល់តម្លៃហ្នឹងវាដឹងតែទៅដល់ clear high ប៉ុន្តែពេលខ្លះវាអាចមានលទ្ធភាពចុះមកអញ្ចឹងទៅចុះមកសិនហើយរុញតម្លៃនឹងឡើងទៅបន្តទៀតអញ្ចឹងពេលខ្លះយើងអាចនឹងមានថាអារម្មណ៍របស់យើងអត់ទុកចិត្តនៃទីផ្សារបែរជា close position ពេលខ្លះយើងដាក់ BE អញ្ចឹងទៅវាខាតបាត់អញ្ចឹងពេលខ្លះអូខេមួយទៀតពេលខ្លះអាចនឹងមានលទ្ធភាពមកស៊ីនេះ stop loss របស់យើងឬក៏បំបែកនៃចំណុច low ឬក៏ SL របស់យើងចាស់ទៀតអញ្ចឹងទៅរុញតម្លៃឡើងឬក៏រុញតម្លៃចុះវិញអញ្ចឹងទៅអញ្ចឹងយើងត្រូវសិក្សាកន្លែងហ្នឹងយើងមិនមានលទ្ធភាពដើម្បីបំបែក strong zone កន្លែងហ្នឹងទេ swing high ឬក៏ swing low អញ្ចឹងទៅអញ្ចឹងយើងត្រូវសិក្សាឬក៏គណនាចំណុចហ្នឹងឲ្យច្បាស់អូខេតោះអញ្ចឹងវីដេអូក្រោយយើងនឹងបង្ហាញនៅក្នុងទីផ្សារជាក់ស្ដែងតែម្ដងនេះគ្រាន់តែជាវីដេអូដែលយើងពន្យល់លម្អិតទេហើយក៏មិនលម្អិតអស់ដែរយើងនៅច្រើនទៀតអូខេដើម្បីសិក្សា liquidity បង្កប់ទៀតអូខេតោះ